ជំរាបសួរបងប្អូនបាទនេះគឺជារបៀបនៅក្នុងការភ្ជាប់នាឡិកាដៃ MS Chip Astang version Ultra ជាមួយនឹងទូរស័ព្ទដៃហើយទូរស័ព្ទដៃដែលខ្ញុំកាន់ថ្ងៃនេះគឺជាប្រភេទបាទ iPhone ឬក៏យើងហៅថា iOS អញ្ចឹងយើងធ្វើការ download app វាហើយបងប្អូនទាំងគ្នាធ្វើការបើកបាទបន្ទាប់ពីវាចេញបែបនេះបងប្អូនទាំងគ្នាក៏លេខមកមើលខាងក្រោមវានឹងមានសញ្ញាគ្រីសនេះមួយអញ្ចឹងបងប្អូនទាំងគ្នាចុចគ្រីសវាមកហើយបន្តមកទៀតបងប្អូនមើលមកផ្នែកខាងលើនឹងឃើញពាក្យថា skip ចុចលើវាអូខេបន្តមកទៀតបងប្អូនទាំងគ្នាបាទចុច next បាទអានេះកម្ពស់បងប្អូនទាំងគ្នាអាចរើសទៅបងប្អូនកម្ពស់ប៉ុន្មានអូខេគីឡូប៉ុន្មានចុចនេះទៀតអានេះឆ្នាំកំណើតណាបាទឆ្នាំប៉ុន្មានដាក់ទៅចុចនេះទៀតអូខេអញ្ចឹងអានេះខ្ញុំរៀបខមមិនបងប្អូនទាំងគ្នាយក8000នេះគឺជាຂະຫນាតជំហានអូខេអញ្ចឹងបងប្អូនចុចបើវាចេញបែបនេះចុច allo រហូតណាបាទ allo បាទ allo អូខេហើយយើងចុចបើក Bluetooth អានេះវាឲ្យបើក Bluetooth អូខេអញ្ចឹងខ្ញុំបើក Bluetooth ហើយអូខេអញ្ចឹងបន្ទាប់ពីបើក Bluetooth ហើយបងប្អូនទាំងគ្នាចុចចូលកន្លែងផ្នែកខាងក្រោមនេះមើល1 2 3មានពាក្យថា device ចុច allo វាទៀតបន្តមកទៀតបងប្អូនចុចសញ្ញាបូកវានឹងចេញ model ឲ្យហើយបាទចេញ model មួយណាបងប្អូនជ្រើសរើសមួយហ្នឹងទៅហើយចុច connect វាបាទវានឹងធ្វើការភ្ជាប់រួចជាការស្រេចអូខេឃើញទេវា load ចេញសញ្ញាគ្រីសឲ្យគ្រីសខាងនេះមកអូខេរបៀបនៅក្នុងការភ្ជាប់នាឡិកាដៃ MS Chip Astang version Ultra បាទជាមួយនឹងទូរស័ព្ទដៃ iPhone គឺមានប៉ុណ្្នឹងទេបាទអរគុណច្រើន